គ្រួសាររបស់នារីនាងចិញ្ចឹមឆ្កែមួយក្បាលនិងឆ្មាមួយក្បាលនារីនាងស្រឡាញ់កូនឆ្មាច្រើនជាងកូនឆ្កែនាងតែងតែអោបថើបកូនឆ្មាជាប្រចាំចំណែកឯកូនឆ្កែវិញពេលឃើញដូច្នោះវាមានចិត្តច្រណែននឹងកូនឆ្មាយ៉ាងខ្លាំងវាគិតក្នុងចិត្តថាយ៉ាអាកូនឆ្មាតូចឯងចាំមើលណាថ្ងៃណាមួយយើងនឹងដេញខំឯងឲ្យរត់ខ្ចាត់ខ្ចាយពីផ្ទះនេះជាក់ជាមិនខានឯងសប្បាយចិត្តសញ្ចោះគង់តែមានថ្ងៃណាមួយជាថ្ងៃដែលយើងមិនខានគិតហើយកូនឆ្កែវាបានសម្លឹងទៅកូនឆ្មាភ្នែកក្រឡេកក្រឡាប់ដោយកំហឹងចំណែកឯកូនឆ្មាវិញមិនបានគិតពីក្តីអាក្រក់របស់កូនឆ្កែនោះឡើយវាគិតតែសប្បាយប្រឡែងលេងជាមួយម្ចាស់របស់វាលុះបាំងមួយខែក្រោយមកជារដូវស្រូវទុំនារីនាងតែងតែទៅជួយច្រូតស្រូវរបស់អ៊ំស្រីនាងជារៀងរាល់ឆ្នាំថ្ងៃមួយនារីនាងត្រូវទៅផ្ទះអ៊ំស្រីរបស់នាងនារីបាននិយាយទៅកាន់កូនឆ្មានិងកូនឆ្កែថាណែកូនឆ្មានិងកូនឆ្កែតូចចាប់ពីថ្ងៃនេះទៅយើងត្រូវទៅផ្ទះអ៊ំរបស់យើងហើយឯងនៅផ្ទះកុំដើរទៅណានៅជាមួយឪពុកម្ដាយរបស់យើងហើយឮនៅនារីពេលដែលនាងផ្ដែផ្ដាំរួចហើយនាងបានចាប់កូនឆ្មាយកមកថែបនិងអោបបណ្ដែងលេងកូនឆ្កែពេលឃើញដូច្នោះហើយរត់តែខឹងនឹងកូនឆ្មាយ៉ាងខ្លាំងនារីនាងក៏បានឡើងរទេះគោដើម្បីធ្វើដំណើរទៅផ្ទះអ៊ំរបស់នាងកូនឆ្កែមានឱកាសហើយបាននិយាយថាយ៉ាឱកាសរបស់យើងហើយអាកូនឆ្មាតូចម្ចាស់របស់យើងមិននៅយើងនឹងដឹងខំឯងឲ្យរត់ខ្ចាត់ខ្ចាយពីផ្ទះនេះជាក់ជាមិនខានឯងចាំមើលទៅថ្ងៃនេះជាថ្ងៃរបស់យើងហើយណារឿងនេះសូមស្លេះត្រឹមនេះបើមានការខុសឆ្គងសូមអភ័យទោសជម្រាបលា